ឥឡូវនេះពុកម៉ែបងប្អូនទាំងអស់គ្នាអាតាស៊ីហាសាសៀមមិនដឹងអីទេតែរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាទេដែលបិទទ្វារចរចាទ្វេភាគីលើចំនួនព្រំដែនដោយបន្តសំណុំរឿង UN Clause នោះរដ្ឋមន្ត្រីក្រសួងការបរទេសតាស៊ីហាសាភុងកេតកែវបាននិយាយកាលពីថ្ងៃពុធមួយថ្ងៃបន្ទាប់ពីក្រុងភ្នំពេញបានចេញបដិសេធការអះអាងថាករណីដែនសមុទ្ររបស់ខ្លួនបានធ្វើឲ្យការចរចាព្រំដែនគោកបានជាប់គាំងចោតកម្ពុជាទៀតហើយពុកម៉ែបងប្អូនទាំងអស់គ្នាក៏ទៅសៀមមិនចោលក្បួនមិនចោលកំណត់ទេពុកម៉ែបងប្អូនទាំងអស់គ្នាថ្លែងនៅក្រៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងម៉ាល់នីលលោកបានមានប្រសាសន៍ថានៅទីក្រុងបាងកកនៅតែបដិញ្ញាចិត្តចំពោះការចរចាទ្វេភាគីក្រោមអនុសារណៈយុគទល់គ្នា MOU 2001ដែលអះអាងថាការចរចាលើព្រំដែនសមុទ្រអាចប្រែប្រួលដល់ការពិភាក្សាលើបញ្ហាព្រំដែនគោកពាក់ព័ន្ធផងដែរលោកបានមានប្រសាសន៍ថាកម្ពុជាបានជ្រើសរើសយន្តការអន្តរជាតិជំនួសការចរចាដោយផ្ទាល់យើងសូមវាចរចាដោយផ្ទាល់ទ្វេភាគីជំនួសផ្សះផ្សាព្រំដែនវារកលេសចេះចោះមកទប់ទល់ជាមួយយើងកម្ពុជាឥឡូវដល់ពេលយើងប្រើយន្តការផ្សះផ្សាតាមអន្តរជាតិវាចោទយើងថាយើងមិនចរចាដោយផ្ទាល់ក៏ទៅម៉ែបងប្អូនទាំងអស់គ្នាសួរថាគំនិតថោកទាបរបស់សៀមនេះតើយើងដែលជាពលរដ្ឋខ្មែរតើយើងអាចទទួលយកគំនិតដ៏សែនថោកទាបរបស់វាបានទេយើងអាចនៅតែបន្តប្រើរបស់វាបានទេគឺមិនបានទេអ្នកដែលអត់ធួទេបងប្អូនដែលអាចនៅបន្តប្រើផលិតផលរបស់វាបានតែចំពោះអ្នកគេមានឧត្តមកតេមនសការខួរគេនៅមានឈាមគេនៅមានឈាមជ័រគេនៅតែជាខ្មែរគេមិនអាចបានទេពុកម៉ែបងប្អូនទាំងអស់គ្នារដ្ឋមន្ត្រីរូបនេះក៏បានបដិសេធលើការអំពាវនាវរបស់កម្ពុជាក្នុងការកោះប្រជុំគណៈកម្មការព្រំដែនចម្រុះសៀមកម្ពុជា JBC ដោយបាននិយាយថាការបដិសេធរបស់ទីក្រុងភ្នំពេញក្នុងការចូលរួមការសន្ទនាក្រោមដំណើរការ UN Clause គឺផ្ទុយស្រឡះលោកបានថាការតែងតាំងប្រធាន JBC ថ្មីនិងសមាជិកគណៈកម្មការគឺបញ្ហារដ្ឋាភិបាលផ្ទៃក្នុងហើយមិនមែនជាសញ្ញានៃការចាប់ផ្ដើមចរចានោះទេមើលកំណត់សៀមមិនមែនទេណាពុកម៉ែបងប្អូនទាំងអស់គ្នាតាមដានមែនទេបញ្ហាអន្តរជាតិបញ្ហាជាតិនេះគឺរឿងសំខាន់មែនទេហើយលោកក៏បានបន្តទៀតថា JBC ដោះស្រាយតែមួយនឹងការកំណត់ព្រំដែនប្រជ័យទេសតែប៉ុណ្ណោះហើយមិនអាចដោះស្រាយបញ្ហាសន្តិសុខព្រំដែនទាំងអស់បានទេលោកបានបញ្ជាក់ថាវិធានការកសាងទំនុកចិត្តរួមទាំងកិច្ចប្រតិបត្តិការលើការបោះសម្អាតមីននិងកិច្ចការខំប្រឹងប្រែងប្រឆាំងនឹងបណ្ដាញសង្គមបោកប្រាស់តាមរយៈព្រំដែនក៏ជាការចាំបាច់ដែរមុននឹងកិច្ចចរចាព្រំដែនប្រជ័យទេសចរអាចដំណើរការទៅមុខបាននេះហ៎បងប្អូនសម្ដីវាបងប្អូនណាសម្ដីតាស៊ីហាសាក់តាងដល់ហើយនៅឈរជើងបានយូរទៀតណាដូរមុខរហូតណាសៀមរដ្ឋមន្ត្រីការបរទេសរដ្ឋមន្ត្រីធំតូចអីគឺដូរមុខរហូតតែតាហ្នឹងខំគៀមបានយូរបងប្អូនដឹងអត់វាអ្នកលុកឥឡូវវាមកសេថាយើងអត់ព្រមចរចាហើយវាប្រើពាក្យសម្ដីថាវាហួសពេលវាយឺតពេលហើយវាបែរជាចោទយើងថាយើងនឹងព្យាយាមចរចាគ្នាតាមប្រព័ន្ធច្បាប់អន្តរជាតិចោះមិនឲ្យកម្ពុជារត់ទៅរកច្បាប់អន្តរជាតិមិនបើអាស៊ានឯងវាភ្លីភ្លើម្ដងវាបាយបិណ្ឌម្ដងវាបាយបាតមិនដឹងជាសាច់ការអីទៅបងប្អូនទាំងអស់គ្នាត្រូវចាំមកសណ្ដានចោលគឺវាកលិចកលាប់ចឹងប៉ុន្តែកម្ពុជាគឺជាម្ចាស់ដីកម្ពុជានៅតែប្រកាន់ភ្ជាប់នៅច្បាប់អន្តរជាតិកម្ពុជានៅតែទាមទារសិទ្ធិសេរីភាពជាពិសេសនោះគឺសិទ្ធិរបស់ពលរដ្ឋសិទ្ធិរបស់ការថែទាំនិងការទាមទារឲ្យមានការគោរពច្បាប់ជាពិសេសនោះគឺការបំផ្លិចបំផ្លាញសម្បត្តិកភណ្ឌជាតិនិងវីរៈកងទ័ពដែលបានពលីជីវិតត្រូវសងគ្រប់បែបយ៉ាងនឹងការបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសូមមេត្តាជួយ share វីដេអូខ្ញុំម្នាក់មួយផងចាសូមអរគុណសូមជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នា